ពិនិត្យកម្មវិធីមុនដាក់ឲ្យទាញយក iOS មានប្រព័ន្ធសុវត្ថិភាព Sandbox ដែលបំបែកកម្មវិធីមិនឲ្យចូលទិន្នន័យរបស់គ្នា Apple បញ្ចេញ Security Update ជាប្រចាំទោះជាយ៉ាងណាអ្នកនៅតែគួរប្រុងប្រយ័ត្នចំពោះ link ដែលបន្លំនិងគេហទំព័រគួរឲ្យសង្ស័យ Android ត្រូវការ antivirus ទេសម្រាប់ Android ចម្លើយគឺអាស្រ័យលើរបៀបដែលអ្នកប្រើបើអ្នកទាញយក app ពី Google Play អាប់ដេតទូរស័ព្ទជាប្រចាំមិនដំឡើង APK ពីប្រភពមិនស្គាល់ជាទូទៅអ្នកមិនចាំបាច់មាន antivirus ទេប៉ុន្តែបើអ្នកចូលចិត្តដំឡើង APK ពីគេហទំព័រមិនស្គាល់ឬចុច link គួរឲ្យសង្ស័យ